គេរវល់ណាស់គឺគេអត់មានពេលមករវល់ជាមួយការលាបពាក់របស់យើងរបៀបបែបម៉េចការនិយាយរបស់យើងរបៀបបែបម៉េចដើរបែបម៉េចអីបែបម៉េចទេអញ្ចឹងសម្រាប់ខ្ញុំផ្ទាល់គឺនៅពេលដែលខ្ញុំទៅទីសាធារណៈឬក៏ខ្ញុំទៅទីប្រជុំជនគឺមានស្ទះថាខ្ញុំធ្វើចូលរួម event របស់គេមួយចាស់យើងតំណាងជាការចូលរួម event យើងអត់ទៅធ្វើទេអញ្ចឹងថាតើធ្វើរបៀបបែបម៉េចសម្រាប់ខ្ញុំពេលដែលខ្ញុំទៅចូលរួមនៅកម្មវិធីគេអ្វីដែលខ្ញុំធ្វើគឺខ្ញុំព្យាយាមសង្កេតបែបស្ងៀមស្ងាត់របៀបបែបម៉េចគឺខ្ញុំព្យាយាមញញឹមតិចហើយយើងព្យាយាមគិតថាគេរវល់ណាស់គឺគេអត់មានពេលមករវល់ជាមួយការលាបពាក់របស់យើងរបៀបបែបម៉េចការនិយាយរបស់យើងរបៀបបែបម៉េចដើរបែបម៉េចអីបែបម៉េចទេអញ្ចឹងយើងនៅស្ងៀមបែបញញឹមតិចហើយបើសិនជាគេសាច់ញញឹមដាក់យើងញញឹមដាក់គេវិញបើគេ say hello ដាក់យើង say hello ដាក់គេវិញពីព្រោះនេះគឺធ្វើឲ្យយើងមានភាពក្លាហាននៅពេលដែលយើងនៅទីសាធារណៈសម្រាប់ខ្ញុំដែលខ្ញុំតែងតែអនុវត្តជាប្រចាំគឺខ្ញុំព្យាយាមគិតអំពីខ្លួនឯងឲ្យបានតិចបំផុតដែលអាចធ្វើទៅរួចពីព្រោះវិធីសាស្ត្រនេះធ្វើឲ្យយើងមានភាពនឹងណភាពជឿជាក់លើកន្លែងវិធីសាស្ត្រនេះគឺខ្ញុំផលទៅគឺបានលទ្ធផលល្អខ្ញុំចង់ចែករំលែកឲ្យទៅបងប្អូនក៏ដូចជាអូនយកទៅអនុវត្តដើម្បីឲ្យមានប្រសិទ្ធភាពនៅសង្ឃឹមថាវិធីសាស្ត្រដែលខ្ញុំចែករំលែកទៅកាន់បងប្អូននៅថ្ងៃនេះបងប្អូនអាចយកទៅអនុវត្តហើយបង្កើនភាពជឿជាក់ទៅលើខ្លួនឯងកាន់តែខ្លាំងអ្នកទាំងអស់គ្នាដើម្បីបាននៅវិធីសាស្ត្រក៏ដូចជា experience ថ្មីៗដែលខ្ញុំជួបខ្លួនឯងអ្នកទាំងអស់គ្នាកុំភ្លេច subscribe channel Rita ខ្មែរឥឡូវហ្នឹងនៅក្នុង YouTube ដែលអ្នកទាំងអស់គ្នាកំពុងតែឃើញហ្នឹងហើយអ្នកទាំងអស់គ្នាអាចក៏ចូល channel Telegram របស់នាងខ្ញុំបានដែលនាងខ្ញុំដាក់នៅក្នុង description link នៅខាងក្រោមវីដេអូនៅខាងក្រោមហ្នឹងដើម្បីទៅវិធីសាស្ត្រលឿនដែលតាក់ទងជាមួយនឹងការហ៊ាន